ទឹកភ្នែកស្ត្រីប្តីប្រមឹកការបានគ្នាដំបងសុរាក៏បងមិនចេះផឹកបារីក៏បងមិនចេះជក់តែពេលនេះអ្វីដែលធ្វើឲ្យទ្រង់ភរិយាស្ទើរតែបែកនោះគឺលោកប្តីផឹកគ្មានសម្រាកផឹកយប់ផឹកថ្ងៃណាពេលវេលាណាក៏ស្រវឹងជួខ្លួនហើយពេលស្រវឹងម្ដងមកដល់ផ្ទះតែងតែរករឿងប្រពន្ធកូនដោយអាកប្បកិរិយាគួរឲ្យខ្លាចជាទីបំផុតគោះរំលើករឿងអតីតកាលដែលកន្លងហួសទៅហើយយកមកនិយាយដោយសម្លេងខ្លាំងរហូតជេរប្រពន្ធកូនដោយសម្ដីអាក្រក់ផ្សេងបណ្ដាឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារភរិយាមួយថ្ងៃឃើញតែសម្រក់ទឹកភ្នែកយំនឹកសង្វេគខ្លួនឯងដែលបានប្តីជាមនុស្សប្រមឹកផឹកគ្មានឈប់ឈរមិនគិតជួយប្រឹងប្រែងរកទ្រព្យសម្បត្តិទំនុកបំរុងគ្រួសារឡើយគិតតែពីទាលុយយកទៅផឹកភរិយាខំរកតែម្នាក់ឯងទាំងឈឺទាំងជាមិនមានថ្ងៃឈប់សម្រាកឡើយព្រោះបើរំពឹងទៅលើកូនក៏នៅក្មេងមិនអាចជួយធ្វើការងារម្ដាយពេញដៃពេញជើងបានទេតែបើងាកត្រេទៅរករំពឹងលោកប្តីក៏គ្មានបានការនឹងរឹតតែធ្វើឲ្យកាំងចិត្តធ្វើឡើងលោកប្តីស្រវឹងយប់ស្រវឹងថ្ងៃការងារអ្វីក៏មិនជួយធ្វើមានគំនិតគិតជួយភរិយាឡើយភរិយាកំសត់អើយប្រឹងប្រែងទាំងទឹកភ្នែកប្រឹងអត់ធន់ចំពោះអ្វីគ្រប់សពបែបយ៉ាងដែលកើតឡើងអត់ធន់ចំពោះការងារអត់ធន់ចំពោះលោកប្តីប្រមឹកដែលរករឿងរកពេលស្រវឹងម្ដងអត់ធន់ចំពោះកូនទៀននេះទៀននោះគ្មានចន្លោះថ្ងៃណាឡើយពេលខ្លះភរិយាស្ទើរតែកាំងបេះដូងស្លាប់ម្ដងទៅហើយពេលដែលឮសំឡេងលោកប្តីប្រមឹកត្រែកខ្លាំងពេញផ្ទះនឹងឃើញលោកប្តីប្រមឹកមិនឈប់ឈរបែបនេះលោកប្តីទាំងឡាយអើយអសូរភរិយាផងសូមអង្វរណាឈប់ផឹកសូរ៉ាទៅ